សម្ដេចតេជោហ៊ុនសែនខ្ញុំជាមនុស្សដែលមានគុណធម៌ហើយក៏មិនក្បត់អ្នកណាមុនដែរសម្ដេចតេជោហ៊ុនសែនថ្លែងថាសម្ដេចមិនក្បត់អ្នកណាមុននោះទេសម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុនសម្ដេចបន្តថាកម្ពុជាមិនយកប្រជាជននិងប្រទេសថៃធ្វើជាសត្រូវនោះទេប្រសិនបើគេចាត់ទុកថាសម្ដេចជាសត្រូវសម្ដេចគ្មានជំរឿទេនឹងត្រូវចាត់ទុកអ្នកជាសត្រូវថ្លែងចេញពីខេត្តព្រះវិហារនាព្រឹកថ្ងៃសុក្រនេះសម្ដេចតេជោបានមានប្រសាសន៍ថាខ្ញុំជាមនុស្សដែលមានគុណធម៌ហើយក៏មិនក្បត់អ្នកណាមុនដែរខ្ញុំសុខចិត្តឲ្យគេក្បត់ខ្ញុំមុនឥឡូវនេះគេក្បត់ខ្ញុំមុនហើយឆ្នេះខ្ញុំត្រូវនិយាយរឿងនេះហើយកុំថាខ្ញុំក្បត់គុណធម៌លោកជំទាវអុងអ៊ីងនាយករដ្ឋមន្ត្រីថៃខ្ញុំបាត់បង់ការអត់ធ្មត់ចំពោះលោកជំទាវហើយសម្ដេចតេជោហ៊ុនសែនក៏សូមជូនទៅប្រជាពលរដ្ឋថៃប្រជាជនថៃសម្ដេចមិនយកប្រទេសថៃប្រជាជនថៃជាសត្រូវទេប៉ុន្តែប្រទេសថៃមានក្រមយោធានិងអ្នកនយោបាយជ្រុលនិយមមួយចំនួនដែលបង្ករឿងជាមួយកម្ពុជាចង់យកកម្ពុជាជាសត្រូវសម្ដេចតេជោបញ្ជាក់ថាលោកជំទាវអុងអ៊ីងនាយករដ្ឋមន្ត្រីថៃដើម្បីយកចិត្តសម្ដេចបាននិយាយអាក្រក់ពីមេតបខ្លួនប្រាប់សម្ដេចទង្វើនេះបើនៅកម្ពុជាជាអំពើក្បត់ជាតិសម្ដេចក៏បានប្រកាសថាកម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវអុងអ៊ីងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ននេះកើតទេហើយកម្ពុជានឹងរងចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃថ្មី